ជំរាបសួរអ៊ំពូមីងលោកយាយលោកតាបងប្អូនទាំងចិត្តទាំងឆ្ងាយទាំងអស់គ្នាមកជាមួយខ្ញុំកូនខ្មែរកម្ពុជាក្រមថ្ងៃនេះដែរគឺពាក្យដំបូងជាងគេគឺខ្ញុំសូមទោសពុកម៉ែដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនថាខ្ញុំមានពាក្យអ្វីមិនគួរសមដូចលើសលោបឬមួយរៀងជ្រុលលេក្នុងវីដេអូនេះដែរសូមពុកម៉ែបងប្អូនដល់ខន្តីអភ័យទោសឲ្យខ្ញុំផងថ្ងៃនេះដែរខ្ញុំចង់ជូនពុកម៉ែបងប្អូនដើរកំសាន្តនៅទឹកដីសៀមរាបតាមរយៈវីដេអូរបស់កូនខ្មែរក្រមអ្នកនេះដែរជាទៅទឹកដីសៀមរាបលើកដំបូងហើយដែលខ្ញុំជិះជើងទៅមានអ្វីដែលថាខ្ញុំមិនដឹងខ្ញុំនឹងសួរក្នុងវីដេអូនេះបើពុកម៉ែបងប្អូនបានដឹងជួយ comment ប្រាប់ខ្ញុំឲ្យបានដឹងផងនឹងនិយាយទៅទឹកដីសៀមរាបគឺទៅកន្លែងមួយដែលខ្ញុំប៉ុនប៉មប្រាថ្នាចង់ទៅតាំងពីតូចមែនតែដល់អាយុនេះទើបខ្ញុំបានទៅជាងកុំអង្យូរទៅបងប្អូនយើងនិងពុកម៉ែបងប្អូនយើងទៅកំសាន្តទឹកដីសៀមរាបទាំងអស់គ្នានេះគឺច្រកចូលប្រាសាទពុកម៉ែបងប្អូនតែខ្ញុំមិនដឹងថាប្រាសាទនេះប្រាសាទអីទេបើពុកម៉ែបងប្អូនបានដឹងជួយប្រាប់ខ្ញុំផងដោយសារខ្ញុំកូនខ្មែរកម្ពុជាក្រមមិនសូវបានរៀនច្រើនពីប្រវត្តិសាស្ត្ររបស់ខ្មែរយើងទេបងប្អូននឹងស្រាប់ហើយយើងនៅខាងវៀតណាមហ្នឹងគេមិនសូវឲ្យយើងបានរៀនប្រវត្តិសាស្ត្ររបស់ខ្មែរទេដល់ពេលធំឡើងតិចបានគាត់ខ្ញុំមើលតាម YouTube Facebook ហ្នឹងបានដឹងប្រវត្តិសាស្ត្រខ្មែរយើងបានខ្លះនេះដែរប្រាសាទនេះបើបងប្អូនដឹងថាប្រាសាទអីជួយប្រាប់ខ្ញុំដឹងផង comment ផងនិយាយទៅពេលដាក់ជើងមកដល់ប្រាសាទនេះខ្ញុំមានអារម្មណ៍ថារំភើបនិងសប្បាយចិត្តនិងមានមោទនភាពយ៉ាងខ្លាំងដែលឃើញបានកេរមរតករបស់ដូនតាយើងបានបន្សល់ទុកមកឲ្យកូនចៅខ្មែរចំនួនក្រោយបានថែរក្សាបានមើលឃើញហើយនឹងធ្វើឲ្យគេឈ្មោះរបស់សលេងរបស់កម្ពុជាយើងបានពិភពលោកគេបានស្គាល់និងចូលលំដាប់លេខ1ទូទាំងពិភពលោកច្រើនឆ្នាំមកនេះប្រាសាទនេះគេហៅប្រាសាទអីដែរពុកម៉ែបងប្អូនបើសិនថាបងប្អូនពុកម៉ែដឹងជួយប្រាប់ខ្ញុំបានដឹងផងហើយក្រៅពីចេញប្រាសាទនេះគឺមានអូនស្វាមួយក្បាលខូចណាពុកម៉ែបងប្អូនទឹកខ្ញុំទិញពយួរកន្លែងនេះលេងតោងឡើងរបូតឡើងបាត់កែវខ្ញុំទៅណាបាត់ជិះពុកម៉ែបងប្អូនបើបានមកលេងសៀមរាបសូមប្រយ័ត្នជាមួយបងប្អូនស្វាផងរួចចេញពីប្រាសាទនេះគឺខ្ញុំជិះតាមផ្លូវទៅខាងស្រុកតដាងភូមិតដាងដើម្បីរកអីញ៉ាំពុកម៉ែបងប្អូនជិះទៅមកដល់កន្លែងគឺសម្បូររបស់ញ៉ាំគេហៅថាអាហារតំបន់ឬមួយគេហៅថាអាហារពិសេសរបស់អ្នកភូមិស្រុកខេត្តសៀមរាបពុកម៉ែបងប្អូននិយាយទៅមានច្រើនមុខមកពុកម៉ែបងប្អូនមកកន្លែងនេះហើយគឺនេះមកដូចជាមកកន្លែងនេះគឺកន្លែងហាងនំកោមួយរបស់បងស្រីមុំបងស្រីមុំណានិយាយទៅកាត់ធូរច្រើនណាពុកម៉ែបងប្អូននឹងថាកាត់លុកដៃយ៉ាងណាចេញពីនោះទៀតគឺមកកន្លែងគេចម្លាស់រូបចម្លាស់ពីស្បែកគោពុកម៉ែបងប្អូនមានរូបហិនម៉ានអប្សរាស្លឹកពោនិយាយទៅមានច្រើនហ្មងនិយាយទៅសុំទៅសើទឹកដៃពុកកាត់និយាយទៅសែនអស្ចារ្យមែនតើផ្កែនិយាយទៅប្រើពាក្យថាពូកែមែនតើហ្មងចេញពីនោះហេវពេលយើងទៅរកកន្លែងនំបញ្ចុកទឹកហុកល្បីរបស់សៀមរាបយើងថានំបញ្ចុកទឹកហុកសៀមរាបអពុកម៉ែបងតែខ្ញុំមកកន្លែងនេះគឺរបស់ហាងរបស់បងសំអាតនិយាយទៅពេលខ្ញុំចូលដល់ខ្ញុំហៅនំបញ្ចុកនំអីចឹងទៅគាត់ឃើញខ្ញុំចឹងទៅគាត់សួរថាអូនខ្មែរកម្ពុជាក្រមមែនដល់ពេលនិយាយទៅនិយាយមកគាត់ដឹងគាត់ចូលចិត្តកូនខ្មែរកម្ពុជាក្រមដែរគាត់ធ្លាប់ទៅលេងបានប៉ុន្មានដងទៀតគាត់ឆ្លាញ់ចូលចិត្តខ្មែរកម្ពុជាក្រមមកពុកម៉ែបងប្អូនហើយមកហូបខ្ញុំហូបកន្លែងនេះថ្ងៃនេះគឺគាត់ព្រីទាំងអស់មិនថាទឹកឬមួយនំបញ្ចុកទឹកប្រហុកទេហើយនំបញ្ចុកទឹកប្រហុកកន្លែងគាត់និយាយទៅពុកម៉ែបងប្អូនឆ្ងាញ់សំខាន់អាទឹកប្រហុកហ្នឹងហ្មងគាត់លាយជាតិហ្មងខ្ញុំអ្នកលក់មួយដែរតែសុំទៅសើកន្លែងគាត់មកទឹកប្រហុកខ្ញុំឲ្យ10លើ10ហ្មងពុកម៉ែបងប្អូនតោះចាប់ដើមញ៉ាំនំបញ្ចុកទឹកហុកជាមួយខ្ញុំទាំងអស់នេះមិនបងដាក់បន្លែបន្តិចទៅនំបញ្ចុកបន្តិចទៅបន្លែមានពូតបារាំងមានផ្កាស្នូតគួនស្រស់និយាយទៅយើងចាប់មុខបន្តិចទៅដាក់ឲ្យពេញមួយចានទៅពុកម៉ែបងប្អូនរួចនេះខ្ញុំមានទិញថែមឈូកកដលអាំងពុកម៉ែបងប្អូនអស់ខ្ញុំខ្លាចកន្លែងគេលក់ថ្លៃខ្ញុំទិញមកប្រអប់ 20000 និយាយទៅ 20000 ច្រើនណាស់ពុកម៉ែបងប្អូនហូបហើយ2នាក់វិញមិនអស់និយាយទៅបងប្អូននឹងហូបជាមួយនឹងសាច់ជ្រូកកដោអាំងទឹកនិយាយទៅវាត្រូវចាប់ជាតិគ្នាមកម៉ែបងប្អូនហើយថែមថៃដែងអាំងទឹកនិយាយទៅត្រូវចាប់ជាតិគ្នាមកឆ្ងាញ់មែនតើនិយាយទៅកន្លែងកាត់នៅកន្លែងភូមិនឹងគេហៅភូមិតដាងមែនពុកម៉ែបងប្អូនខ្ញុំហៅថាតដាងគាត់តដាងអីទៅខ្ញុំចង់ភ្លេចដែរដោយសារខ្ញុំវាមិនសូវបានសួរច្បាស់កន្លែងនេះពុកម៉ែបងប្អូនបានស្គាល់កន្លែងជួយ comment ប្រាប់ខ្ញុំផងនិយាយទៅខ្ញុំជាលើកដំបូងដែលមកដល់ទឹកដីសៀមរាបកន្លែងនេះពុកម៉ែបងប្អូនរួចនឹងហើយកាត់ឲ្យខ្ញុំជួយសាកនំកោកាត់មួយទៀតហ្នឹងហើយនំកោកន្លែងកាត់នេះទៅបើសិនថាសាច់
សាច់នំមកពុកម៉ែបងប្អូនសាច់តន់ល្មើយបើខ្ទិះដូងក្នុងច្រើនដាក់ច្រើនមកសំខាន់វាអត់ផ្អែមខ្លាំងទេពុកម៉ែបងប្អូនមុំឆ្ងាញ់សំខាន់និយាយទៅរសជាតិនំនេះខ្ញុំឲ្យ10លើ10ដែរពុកម៉ែបងប្អូនមើលទៅទឹកខ្ទិះដូងដឹងនិយាយទៅសំខាន់ក៏ធ្វើឲ្យខ្ទិះដូងនេះយើងផ្អែមមានរសជាតិជាងប្រៃតិចដល់ពេលហូបជាមួយនឹងអានេះសាច់ម្សៅទៅពីចាប់ជាតិគ្នាណាពុកម៉ែបងប្អូនហូបមួយចង់មួយទៀតព្រោះខ្ញុំលៀងមកជាមួយផ្លែឈើព្រៃរបស់ខេត្តសៀមរាបទៀតតែផ្លែនេះខ្ញុំដឹងថាផ្លែអីទៅចាក់ទៅទិញយកមកហូបនេះពុកម៉ែបងប្អូនភាសាគេល្បីលើ Facebook ដែរបើសិនពុកម៉ែបងប្អូនបានដឹងស្គាល់អីជួយ comment ប្រាប់ខ្ញុំផងអរគុណច្រើនហើយផ្លែហ្នឹងក៏រៀងផ្អែមហូបជាមួយបាយម្ទេសតិចជូរផ្អែមឆ្ងាញ់ណាស់ពុកម៉ែបងប្អូនចាប់ជាតិឆ្ងាញ់តែក្របពីច្រើនតិចនេះវាផ្លែកមកណាដែរបើផ្លែខ្ញុំចង់មើលប្រៀបធៀបដូចជាផ្លែទៀវបេដាច់លើស្រុកកម្ពុជាក្រមខ្ញុំពុកម៉ែបងប្អូនរសជាតិវាជូរអែមហូបជាមួយបាយម្ទេសហឹលទៅអូយនិយាយដល់ហៀទឹកមាត់ទឹកនេះពុកម៉ែបងប្អូនកាត់សលេងតតែហៀទឹកមាត់ដែរចេញពីនោះដែរគឺខ្ញុំមកកន្លែងនេះគឺបងប្អូនដឹងកន្លែងទៅណាខ្ញុំស្គាល់កន្លែងគេហៅផ្លូវទៅប្រាសាទនាគពន្ធពុកម៉ែបងប្អូនពីសង្ខាងផ្លូវដើរចូលគឺមានបឹងឈូកទ្លំទលាយហ្មងនិយាយទៅឃើញស្អាតតែស្វាបស្អាតមែនតើពុកម៉ែបងប្អូនតែសំណាងខ្ញុំដែរពេលទៅនេះបានភ្លៀងមួយមេធ្វើឲ្យតិចជុំដែរនៅនេះរសបាត់ជើងទាំងអស់គ្នាទៅនេះផ្លូវចូលប្រាសាទម៉ែបងប្អូនណាផ្លូវចូលប្រាសាទជិះខ្លងពីនេះមានដើរកាត់ព្រៃបន្តិចធ្វើឲ្យយើងនិយាយទៅកន្លែងដូចក្នុងព្រៃក្នុងរឿងមកពុកម៉ែបងប្អូនខ្ញុំស្លាញ់ចូលចិត្តកន្លែងនេះមែនតើហើយរកវីដេអូដែលខ្ញុំថតគឺខ្ញុំថតម្នាក់ឯងអត់មានកាមេរ៉ាមែនទេពុកម៉ែបងប្អូនបើសិនតែមានកន្លែងអត់ច្បាស់ឬមួយអត់ស្លាស់ឬមួយវាអត់មានគុណភាពសម្ពុកម៉ែបងប្អូនខន្តីអភ័យទោសផងហើយនឹងជួយទស្សនាឲ្យអស់វីដេអូនេះផងអរគុណពុកម៉ែបងប្អូនណាចេញពីនឹងដែរជួបផ្សារនៅកន្លែងនេះមិនដឹងថាដើមពោក៏ដើមជ្រៃនេះពុកម៉ែបងប្អូនខ្ញុំទៅដល់តែខ្ញុំអត់បានចាប់អារម្មណ៍ដូចជាដើមពោមែនពុកម៉ែបងប្អូនទៅកន្លែងស្អាតមែនតែបើសិនថាតិចទៀតខ្ញុំមានព្រះរាជាវិញនាំទៅកន្លែងថតរូបការហើយចេញពីនោះដែរខ្ញុំមកភ្នំក្រមខាងភ្នំក្រមកន្លែងទេសភាពក៏ស្អាតដែរពុកម៉ែបងប្អូនខ្យល់ត្រជាក់បើពុកម៉ែបងប្អូនបានមកលេងភ្នំក្រមយើងក៏មកពេលថ្ងៃគឺមកពេលល្ងាចទៅពុកម៉ែបងប្អូនហើយជាម៉ោង4ម៉ោង5ពេលថ្ងៃរៀបលិចយើងមកមើលថ្ងៃលិចផងហើយយើងមើលទេសភាពពីលើចុះទៅទីក្រុងសៀមរាបទៅគឺស្អាតណាស់ម៉ែអើយរួចពីនឹងដែរគឺខ្ញុំស្វែងទៅខាងក្រោយបានបានបងសិនសុកមួយកាត់ប្រាប់ខ្ញុំឲ្យដើរទៅខាងក្រោយនេះគឺមានកន្លែងមើលថ្ងៃលិចមួយស្អាតពិតជាស្អាតមែនទែនពុកម៉ែបងប្អូនតើបងប្អូនមើលទេសភាពនេះស្អាតស្រស់ព្រមមែនទែនតែខ្ញុំសូមគ្រីសខមមិនកន្លែងខ្ញុំក្រោយតិចដោយសារពុកម៉ែបងប្អូនមួយបងប្អូនខ្លះក៏ទៅលេងកន្លែងហ្នឹងពេលកាត់ហូបចាប់ហើយកាត់ចោលសេរាច្រើនជាងទៅធ្វើឲ្យក្បាក់ការណាស់ហើយវាមិនសូវស្អាតភ្នែកទាំងខ្ញុំទាំងបងប្អូនខ្មែរយើងខ្ញុំទេសចរពេលទៅលេងកន្លែងនេះបើសិនថាកន្លែងកែបានសូមបងបែពុកម៉ែបងប្អូនពេលយើងហូបចាប់ហើយយើងក៏ចោលទៅចោលកន្លែងធំសន្រាមឬមួយយើងដាក់កាត់តាមដៃយើងមើលកន្លែងណាធំសន្រាមយើងចោលទៅណាពុកម៉ែបងប្អូនហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរពុកម៉ែបងប្អូនលើភ្នំក្រមរួចចេញពីភ្នំក្រមហើយគឺខ្ញុំបានមកខាងផ្សាររាត្រីនៅទីក្រុងសៀមរាបពុកម៉ែបងប្អូនគឺទៅមានបរិយាកាសច្រើនខ្ញុំបរិយាកាសមកលេងច្រើនមែនណាដោយសារខ្ញុំទឹកមកលើកមិនដំបងវារៀងប្លែកភ្នែកតែកន្លែងនេះលើកដំបងដែលខ្ញុំជើងមកដល់ទឹកដីសៀមរាបចឹងទៅដើរទៅមើលក៏ឆ្អែតដែរពុកម៉ែបងប្អូនមិនចង់ឃ្លានអីទេតែអាហារកន្លែងក៏លក់ក៏រៀងទូថ្លៃគួរសមវាមិនមែនថាកាត់កចាក់កឲ្យពេកដែរពុកម៉ែបងប្អូនជិះទៅតម្លៃគួរសមព្រមដូចទីក្រុងភ្នំពេញយ៉ាងចឹងទៅអាចទទួលយកបានដោយតម្លៃកន្លែងរួចមកដល់កន្លែងអូស្ទ្រីតកន្លែងនេះនិយាយទៅមានបាប្រាំងបាអីវាច្រើនប្រាំងគេជួយចាត់ដើរលេងកន្លែងនេះឲ្យខ្ញុំក៏ដើរមើលស្ទុះដែរនិយាយទៅគឺប្លែកផ្នែកខ្ញុំប្លែកអារម្មណ៍តែមកដោយសារខ្ញុំអ្នកកូនអ្នកស្រុកស្រែមួយថាអ្នកស្រែចូលក្រុងពេលឃើញភ្លើងពណ៌ចឹងទៅវាចង់វង្វេងជាមួយភ្លើងពណ៌នឹងដែរស្អាតពេកពុកម៉ែបងប្អូនហើយទៅប្រើពាក្យអីប្រៀបធៀបអត់បានទេណាខ្ញុំមិនសូវដឹងពាក្យខ្មែរយើងនិយាយខ្ញុំប្រើពាក្យបែបធម្មតាសម័យសពថ្ងៃនេះថាប្រចាំថ្ងៃប្រចាំអីខ្ញុំប្រើបានដោយសារពាក្យជំរឿពេកខ្ញុំអត់សូវដឹងនិយាយទេដោយសារខ្ញុំមិនសូវនៅខាងកម្ពុជាក្រមអត់សូវបានរៀនទេពុកម៉ែបងប្អូនខ្ញុំចេះអក្សរមែនតែខ្ញុំចេះតែសរសេរអានពាក្យធម្មតាមានពាក្យខ្លះខ្ញុំអានបានតែខ្ញុំអត់យល់ន័យថាកាត់ចង់និយាយអីចឹងហ្នឹងហើយមកដល់កន្លែងនេះដែរខ្ញុំដើរមើល
ពេលនឹងភ្លើងផពុកម៉ែបងប្អូននិយាយទៅទេសភាពពេលនឹងភ្លើងផវិញវាបូកស្របជាមួយគ្នានឹងមានភាពបរទេសច្រើនតែដើរទៅមើលគេមើលឯងយើងដឹងផ្លែតទៅវងវែងមកដល់ហាងមួយនិយាយទៅហាងខ្ញុំឆ្លាញ់ម៉ែបងប្អូនបើសិនតែមានឱកាសទៀតខ្ញុំមានលុយរាប់ម៉ឺនដុល្លារអញ្ចឹងយើងប្រៀបធៀបទៅឧទាហរណ៍ខ្ញុំនឹងបើកវាដែរតែមើលទៅបានទៅក្នុងក្តីស្មាយទៅម៉ែបងប្អូនអើយហើយដើរមើលបារាំងដើរមើលទេសភាពដើរមើលភ្លើងផងរៀងហត់ក៏ចូលអង្គុយលេងកន្លែងដាក់ប៊ីយ៉ាទឹកជាក់4-5 ដប2នាក់ងាប់ចិត្តទៅ2នាក់ងាប់ចិត្តទៅនិយាយទៅកន្លែងទេសភាពអត់សំខាន់ទាំងហិលពុកម៉ែបងប្អូនទាំងហិលហើយខ្ញុំគិតក្រំទាំងហិលអបញោណាក៏គេមកគេចង់អង្គុយទៅក្រំទាំងហិលនឹងទេមួយវាបានខាងក្រៅជាប់ខ្នល់បានមើលមនុស្សដើរចោះដើរឡើងអីចឹងហើយណាមួយវាក្រំទាំងហិលនឹងវាត្រជាក់ទៀតខ្ញុំមកចាប់បានកន្លែងគេកន្លែងស្អាតទៅពុកម៉ែបងប្អូនជាប់ខ្នល់ហ្មងខ្ញុំជួយចាត់បែបសម័យចឹងចេញពីនោះមកគឺខ្ញុំទៅកន្លែងហ្នឹងគេហៅថាអូច្រឡំត្រូវហើយគេហៅថាផ្លូវទៅភ្នំកលែនពុកម៉ែបងប្អូននេះខ្ញុំមកដល់ជើងភ្នំកលែននេះជើងភ្នំកលែនទេសភាពវាទៅដើមឈើវាស្រស់ព្រមមកពុកម៉ែបងប្អូនហើយប្រៀបដូចនៅលើឋានសួគ៌ចឹងណាម៉ែពុកម៉ែបងប្អូនឃើញស្អាតហើយពេលនឹងដែរខ្ញុំក៏ហត់ពេលខ្ញុំឆ្លៀតថតតិចដែរដោយសារពេលឡើងផ្លូវឡើងភ្នំមេឃភ្លៀងពុកម៉ែបងប្អូនភ្លៀងតាមផ្លូវចុងក្រោយដឹងកន្លែងហ្នឹងវាអត់ខ្ញុំទៅដល់លើភ្នំកលែនហើយខ្ញុំអត់បាននៅលេងទេដោយសារភ្លៀងធំពេកខ្ញុំរកកន្លែងស្នាក់នៅអត់ឃើញអត់មានជាងខ្ញុំសម្រេចចិត្តចោះមកវិញហើយវិឌីអូមាននឹងដែរ